我不了解你提到的ប្រទេសចិនកាលពីថ្ងៃអង្គារទី23ខែធ្នូបានជំរុញឲ្យសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនបន្ទាប់ពីរបាយការណ៍ព្រៀងរបស់មន្ទីរបញ្ចកោណបានលើកឡើងថាចិនទំនងជាបានផ្ទុកមីស៊ីលផ្លោងអន្តរទ្វីបជាង100គ្រាប់នៅក្នុងតំបន់ជិតព្រំដែនម៉ុងហ្កូលីហើយមិនបានបង្ហាញបំណងប្រាថ្នាសម្រាប់ការចរចាគ្រប់គ្រងអាវុធនោះទេអ្នកនាំពាក្យក្រសួងការបរទេសចិនលោកលិនជៀនមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថាក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេភារកិច្ចបន្ទាន់បំផុតសម្រាប់សហរដ្ឋអាមេរិកគឺត្រូវបំពេញកាតព្វកិច្ចពិសេសនិងអតិភិបសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរនេះបើតាមការចេញផ្សាយដោយ CNA លោកលីនបាននិយាយបន្ថែមថាសហរដ្ឋអាមេរិកគួរតែកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងច្រើនដើម្បីបង្កើតលក្ខខណ្ឌសម្រាប់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀតចូលរួមក្នុងដំណើរការរំសាយនុយក្លេអ៊ែរនៅក្នុងរបាយការណ៍ព្រៀងដែលបានចុះផ្សាយដោយ Reuters មន្ទីរបញ្ចកោណបាននិយាយថាប្រទេសចិនទំនងជាបានដំឡើងមីស៊ីលផ្លោងអន្តរទ្វីប DF-31 ជាង100គ្រាប់នៅក្នុងវាលសាកល្បងចំនួន3កន្លែងជិតប្រទេសម៉ុងហ្កូលីមិនតែប៉ុណ្ណោះអង្គការមិនស្វែងរកប្រាក់ចំណេញ Bulletin of the Atomic Scientists ដែលមានមូលដ្ឋាននៅទីក្រុង Chicago ក៏បានបញ្ជាក់បន្ថែមថាចិនកំពុងពង្រីកនិងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួនលឿនជាងប្រទេសមហាអំណាចដែលមានអាវុធនុយក្លេអ៊ែរដទៃទៀតទោះបីជាយ៉ាងណាក៏ដោយលោកលីនជៀនបាននិយាយថាប្រទេសចិននៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយអាវុធនុយក្លេអ៊ែរដែលមិនប្រើប្រាស់មុនគេនិងគាំទ្រយុទ្ធសាស្ត្រការពារខ្លួនដោយនុយក្លេអ៊ែរជាងនេះទៀតចិនមិនចូលរួមក្នុងការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរជាមួយប្រទេសណាមួយឡើយដែលឡែកយោងតាមរបាយការណ៍របស់មន្ទីរបញ្ចកោណបានចេញបញ្ជាក់ជាថ្មីថាឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិននៅតែស្ថិតក្នុងកម្រិតទាប600ក្នុងឆ្នាំ2024ដែលឆ្លុះបញ្ចាំងពីអត្រាផលិតកម្មយឺតជាងបើប្រៀបធៀបទៅនឹងឆ្នាំមុនប៉ុន្តែចិនពេលនេះកំពុងស្ថិតនៅលើផ្លូវត្រូវដើម្បីមានក្បាលគ្រាប់នុយក្លេអ៊ែរជាង1000គ្រាប់នៅឆ្នាំ2030ខណៈដែលសហរដ្ឋអាមេរិកត្រូវបានគេប៉ាន់ប្រមាណថាមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលជា5177គ្រាប់ប៉ុណ្ណោះ